បាទសួស្តីថ្ងៃនេះយើងមានរឿងថ្មីមួយទៀតបងប្អូនបងប្អូនដើរលើរឿងស្ដេចល្ខោនប្រពន្ធច្រើនទេបងប្អូន បាទយើងតែនិយាយតគ្នារឿងស្ដេចខោនប្រពន្ធច្រើនបាទអញ្ចឹងរឿងនេះជារឿងពិតមែនបាទហើយរឿងនេះកើតឡើងនៅក្នុងភូមិស្រុកអេដមីនតែម្ដងហើយគាត់ឈ្មោះតាសំបាទអញ្ចឹងឥឡូវយើងតាមដានទាំងអស់គ្នាបាទបងប្អូនតើតាសំហ្នឹងហេតុអីបានគាត់មានប្រពន្ធច្រើនម៉េះតើគាត់ចាំប្រពន្ធគាត់រស់អត់អញ្ចឹងនៅក្នុងសាច់រឿងនេះគឺបាទដើមចេញពីបរោះម្នាក់បាទបរោះចំណាស់ម្នាក់បាទឈ្មោះតាសំហើយគាត់មានវងល្ខោនមួយបាទគេហៅវងល្ខោនប្រាសាទរបស់លោកតាសំនឹងឯងនៅខេត្តបាត់ដំបងដ៏ចំណាស់ពួកគេពុំដែលភ្លេចឈ្មោះតាសំឡើយបាទតាសំជាម្ចាស់វងល្ខោនបាសាក់ដ៏ល្បីល្បាញម្នាក់តែមិនត្រឹមតែល្បីដោយសារតែការសម្ដែងដ៏ត្រេកអរនោះទេតាសំល្បីជាងនេះទៅទៀតនោះគឺដោយសារជីវិតរបស់ផ្ទាល់ខ្លួនរបស់គាត់បាទដោយសារគាត់មានប្រពន្ធរហូតដល់ទៅ5នាក់ឯណោះចឹងតាសំល្បីរឿងប្រពន្ធច្រើនជាងល្បីរឿងសម្ដែងល្ខោនវងល្ខោនរបស់តាសំមានសមាជិក25នាក់បាទទាំងកូនចៅនិងសិស្សគុណអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺភាគច្រើននៃកូនចៅទាំងនោះគឺជាកូនបង្កើតរបស់តាសំផ្ទាល់ដែលកើតចេញពីប្រពន្ធរហូតទៅដល់5នាក់ឯណោះតាសំមិនមែនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំនោះទេគ្រាន់តែជាអ្នកសិល្បៈម្នាក់ដែលដើរតាមភូមិស្រុកនឹងដោយរស់នៅក្រោមកម្រាលកន្ទេលនិងពន្លឺចង្គៀងប្រេងតែប៉ុណ្ណោះបាទនិយាយទៅគាត់មិនមានជីវភាពអីធូរធារខ្លាំងណាស់ណានោះទេកូនច្រើនពេកមិនធូរធារបាទតែទោះជាយ៉ាងណាក៏ដោយបាទសមត្ថភាពពិសេសរបស់គាត់បានធ្វើឲ្យរឿងរ៉ាវជីវិតคล้ายទៅជារឿងនិទានតគ្នាបាទនិយាយថាគាត់ជាបរិះមុខស្នេហ៍បាទមានមន្តស្នេហ៍នឹងឯងរាល់ពេលដែលល្ខោនបាសាក់បានចាប់ផ្ដើមសម្ដែងក្រោមមេឃពណ៌ខ្មៅងងឹតនោះលើងទៀនប្រេងបានបំភ្លឺនៅមុខរបស់តាសំបាទនៅពេលនោះគាត់មិនមែនជាតាសំដែលក្ររហេមរហាមនោះទេបាទគាត់គឺជាស្ដេចបាទគឺជាតួអង្គស្ដេចដ៏មានអំណាចឬក៏ព្រះអង្គម្ចាស់ដ៏សង្ហាទៅវិញបាទនៅក្នុងសាច់រឿងតែមានស្រីស្នំអមសងខាងបាទសម្ដីរបស់គាត់ដែលរដប់ដូចជាខ្សែរនាតឯកដែលតាក់ទាញដោយទ័ព្វសេះហើយពាក្យសម្ដីនីមួយៗដែលគាត់បានបាញ់ចេញពីបបោមាត់គឺពីរោះក្រអូបដោយផ្កាម្លិះត្រូវទឹកសន្សើមណែមុខដែលគេនិយាយតគ្នាមិនមែនជាមន្តអាគមអ្វីនោះទេតែជាទឹកចិត្តដ៏ស្មោះត្រង់និងការលះបង់ដ៏ជ្រាលជ្រៅចំពោះសិល្បៈតួអង្គស្រីដែលសម្ដែងជាមួយគាត់ត្រូវបានជាប់ចិត្តនឹងភាពទន់ភ្លន់អារម្មណ៍ស៊ីជម្រៅនឹងការយកចិត្តទុកដាក់ដែលតាសំផ្ដល់ជូនមិនថានៅលើឆាកឬក្រៅឆាកនោះទេបាទមិនយូរប៉ុន្មាននារីទាំងនោះត្រូវបានតាសំលួងលោមយកធ្វើជាភរិយាដោយជោគជ័យតាខូចមែនពី1ទៅ1រហូតដល់ទៅ5នាក់ឯណោះបាទតើសាច់រឿងបន្តទៀតបាទពេលដែលមានភរិយា5នាក់ហើយតើតាសំហ្នឹងគាត់រស់នៅយ៉ាងម៉េចមើលបងប្អូនឥឡូវយើងតាមដានសាច់រឿងបន្តរឿងរ៉ាវរបស់តាសំល្បីរន្ទឺខ្លាំងណាស់អ្នកខ្លះនិយាយថាគាត់ជាបរិះសំណាងបំផុតក្នុងលោកហើយអ្នកខ្លះទៀតលួចខ្សឹបខ្សៀវថាតាស្រីទាំង5នាក់នោះរួមរស់ជាមួយគ្នាយ៉ាងដូចម្ដេចទៅបាទតើគ្មានការច្រណែនឬឈ្នានីសនៅក្នុងផ្ទះដែលស្ទើរតែគ្មានអ្វីបរិភោគនោះបានដែរឬទេប៉ុន្តែការពិតនៃជីវិតរបស់តាសំគឺខុសពីការគិតបាទឬក៏ពាក្យចចាមអារាមទាំងអស់នោះវងល្ខោនរបស់គាត់គឺជាគ្រួសារពិតប្រាកដមួយប្រពន្ធទី1ឈ្មោះនាងចន្ទ្រាគឺជាអ្នកគ្រប់គ្រងនិងជាម្ដាយធំដែលមើលខុសត្រូវក្នុងរឿងប្រាក់កាក់និងកិច្ចការទូទៅនាងពិតជាស្ត្រីបាទដ៏អត់ធ្មត់ក៏រសជាតិលំបាកជាមួយតាសំតាំងពីដំបូងថ្ងៃមួយវងល្ខោនបានធ្វើដំណើរទៅសម្ដែងនៅតំបន់ដាច់ស្រយាលមួយភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃពួកគេមិនអាចសម្ដែងបាននោះទេថវិកាក៏ចាប់ផ្ដើមអស់កូនចៅទាំង25នាក់បាទចាប់ផ្ដើមស្រែកឃ្លានហើយមានន័យថាគាត់ចាប់ផ្ដើមខ្វះខាតងាកនោះតាសំអង្គុយម្នាក់ឯងក្រោមរោងល្ខោនដែលគ្មានមនុស្សទស្សនាទឹកមុខរបស់គាត់ស្រពោនហាក់បីដូចជាអស់នៅភាពអង្អាចជាស្ដេចនៅលើឆាកទៀតហើយបាទពេលនេះខ្លាយទៅជាបាទជាអ្វីបងប្អូននាងចន្ទ្រាបានកាន់ចានបាយក្តៅហើយអ៊ុនមួយចានមកអង្គុយជិតគាត់នាងចន្ទ្រាលោកប្តីហេតុអ្វីបានជាលោកនៅស្ងៀមស្ងាត់ម្លេះលោកព្រួយបារម្ភរឿងអ្វីបាទតើព្រួយបារម្ភរឿងអ្វីបងបាទតាសំអោនមុខចោះខ្ញុំព្រួយបារម្ភរឿងកូនយើងគ្មានអ្វីស៊ីទេនាងចន្ទ្រាខ្ញុំបរាជ័យជាប្តី
ជាឪពុកខ្ញុំគួរតែខំប្រឹងរកស៊ីផ្លូវផ្សេងមិនមែនមកលេងល្ខោនដែលនាំឲ្យពួកនាងលំបាកជាមួយខ្ញុំយ៉ាងនេះទេនាងចន្ទ្រាដាក់ដៃលើស្មារបស់គាត់ដោយក្តីស្រឡាញ់លោកប្តីខ្ញុំមិនដែលស្ដាយក្រោយទេតែសម្រាប់ចិត្តរស់នៅជាមួយលោកពាក្យដែលថាលោកមានស្នេហ៍មុខរហូតដល់យកប្រពន្ធ5នាក់នោះមិនខុសទេខ្ញុំជាប់ចិត្តនឹងស្នេហ៍មុខរបស់លោកដែរតែមិនមែនជាមន្តអាគមអ្វីទេតែជាភាពស្មោះត្រង់របស់លោកចំពោះសិល្បៈនិងភាពកក់ក្ដៅដែលលោកផ្ដល់ឲ្យខ្ញុំទាំងអស់គ្រាន់តែជាតួអង្គនៅលើឆាកខ្ញុំអាចនឹងចាក់ចេញទៅរកអ្នកមានយូរហើយតែលោកប្តីពេលនោះចុះពីឆាកមកលោកនៅតែជាអ្នកការពារជាស្មារតីដ៏ទន់ភ្លន់ថែរក្សាយើងពួកយើងទាំង5នាក់មិនមែនរស់នៅដោយសារមាសប្រាក់នោះទេគឺដោយសារការយល់ចិត្តគ្នាទៅវិញទៅមកហើយយើងយល់ថាលោកត្រូវការពង្រឹងវងល្ខោនពង្រីកវងល្ខោនដើម្បីរក្សាវប្បធម៌មួយនេះឲ្យនៅគង់វង្សបាទពេលកំពុងនិយាយប្រពន្ធ4នាក់ទៀតក៏ដើរចូលមកប្រពន្ធទី2ឈ្មោះធីតាជាអ្នកតែសម្លៀកបំពាក់និងកាន់សម្លៀកបំពាក់ល្ខោនថ្មីមួយគូដែលនាងដេរដោយប្រើក្រណាត់សល់ប្រពន្ធទី3សោភាជាអ្នកចម្អិនដ៏ជំនាញបានកាន់បបរមួយចានធំហើយប្រពន្ធទី4និងទី5កំពុងជួយមើលកូនដែលកំពុងសម្រាកលងលក់បាទទីណានិយាយដោយស្នាមញញឹមពួកយើងដឹងថាលោកបារម្ភតែពួកយើងមានគ្នាដល់ទៅ5នាក់ហេតុអ្វីត្រូវខ្លាចភាពក្រីក្រទៅវិញបាទខ្ញុំបានដេរសម្លៀកបំពាក់នេះទុកសម្រាប់ល្ខោនរឿងថ្មីតែយើងនឹងលេងរឿងព្រះអង្គម្ចាស់ខកប្រតិយបាទយើងលេងដោយឥតគិតថ្លៃសម្រាប់អ្នកភូមិដែលអត់ឃ្លានដូចយើងដែរសុភាបន្ថែមហើយនេះជាបបរដែលខ្ញុំដាំដោយអង្ករសល់ពីខែមុនបើយើងញ៉ាំទាំងអស់គ្នាវាអាចគ្រប់គ្រាន់ដល់ថ្ងៃស្អែកបាទតាសំមើលមុខភរិយាទាំង5នាក់ដែលមានទឹកមុខពោពេញដោយក្តីមេត្តាការលះបង់ពួកគេមិនដែលត្អូញត្អែអ្វីឡើយពួកគេរួមរស់នៅក្នុងផ្ទះតូចមួយដោយមិនដែលឆ្លោះគ្នាឡើយបាទតែងតែជួយគ្នាទៅវិញទៅមកភាពកក់ក្ដៅរបស់ពួកគេគឺដូចជាពន្លឺដ៏ក្ដៅកគុកនៅចុងរដូវវស្សាបាទតាសំដឹងថាស្នេហ៍មុខដែលនាំឲ្យពួកគេមកជាមួយគាត់គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះតែភាពស្មោះត្រង់ការចេះយោគយល់គ្នាទៅវិញទៅមកដែលចងសម្ព័ន្ធពួកគេឲ្យរឹងមាំដោយគ្រួសារតែមួយទាំងសាច់រឿងបន្ទាប់យ៉ាងម៉េចទៀតបាទចាំមើលតាសំអាចដោះស្រាយបញ្ហាបានអត់ល្ងាចបន្ទាប់វងល្ខោនបាសាក់របស់តាសំបានសម្ដែងរឿងបាទព្រះអង្គម្ចាស់បានសម្ដែងរឿងនៅលើទីលានមួយនោះទោះបីជាភ្លៀងមិនទាន់រាំងស្ងួតក៏ដោយក៏អ្នកភូមិបានប្រមូលគ្នាមកទស្សនាហូហែតាសំសម្ដែងបានយ៉ាងល្អឥតខ្ចោះជាមួយនឹងសម្ដីដ៏មានមន្តស្នេហ៍របស់គាត់បាទរាល់ពេលដែលតាសំបញ្ចេញសម្ដីគេឮសូរសម្លេងទូងស្គររន្ថើនលាយនឹងការអបអរសាទរអ្វីដែលអ្នកទស្សនាមិនដឹងនោះគឺនៅក្រៅឆាកល្ខោនពិតកំពុងសម្ដែងបាទកូនចៅទាំង25នាក់កំពុងជួយកាន់ភ្លើងនិងរៀបចំឆាកហើយភរិយាទាំង5នាក់កំពុងតែរត់ចុះជួយគ្រប់គ្រងស្ថានភាពនាងចន្ទ្រាជូតញើសឲ្យតាសំនាងធីតាដេរសម្លៀកបំពាក់តែរហែកភ្លាមនាងសោភារៀបចំទឹកក្តៅឲ្យកូននៅពេលចប់ការសម្ដែងអ្នកភូមិម្នាក់ដែលល្បីថាធ្លាប់និយាយដើមតាសំកប់មាត់នោះបានដើរមករកតាសំជាមួយនឹងផ្លែឈើនិងស្បៀងអាហារមួយចំនួនបាទគាត់និយាយទាំងក្តីគោរពលោកតាសំលោកតាលោកជាមនុស្សដ៏អស្ចារ្យបាទខ្ញុំធ្លាប់ឮគេនិយាយថាលោកក្រប៉ុន្តែមានប្រពន្ធច្រើនតែថ្ងៃនេះខ្ញុំបានឃើញថាលោកមិនបានក្រទេលោកមានទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានគឺសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ភរិយាទាំង5បាទកូនចៅដ៏ច្រើនកកកសម្បត្តិទាំងនេះដែលធ្វើឲ្យលោកក្លាយជាស្ដេចល្ខោនដ៏ពិតប្រាកដតាសំញញឹមទាំងទឹកភ្នែកគាត់អោបប្រពន្ធទាំង5ដោយក្តីស្រឡាញ់ហើយសម្លឹងមើលកូនដែលកំពុងតែលេងក្បែរភ្លើងជីវិតរបស់គាត់ប្រហែលជាគ្មានមាសប្រាក់រាប់លានតែគាត់មានភាពកក់ក្ដៅនិងសុភមង្គលដែលស្ដេចលើលោកនេះកម្រនឹងជួបប្រទះណាស់វងល្ខោនប្រសាក់របស់តាសំបានបន្តដំណើរទៅមុខជានិច្ចក្រោមពន្លឺនៃសេចក្តីស្រឡាញ់ដ៏បរិសុទ្ធនិងភាពស្មោះត្រង់របស់ក្រុមគ្រួសារដែលរួមរស់ក្រោមដំបូលតែមួយបាទទាំងសាច់រឿងរបស់តាសំគឺចប់ត្រឹមហ្នឹងបងប្អូនបាទសាច់រឿងគាត់លើកនេះអត់មានឆ្លោះគ្នាទេប្រពន្ធហ្នឹងបាទរឿងមុនយើងមានប្រពន្ធឆ្លោះគ្នាច្រើនតែរឿងរបស់តាសំនេះតាសំដូចគាត់មានស្នេហ៍មុខណាអញ្ចឹងមានអារម្មណ៍ថាក
ប្រពន្ធគាត់ហ្នឹងគឺចេះរស់នៅចុះសម្រុងគ្នាបាទចេះឆ្លោះគ្នាទេអញ្ចឹង admin មានរឿងបាទសាច់រឿងអញ្ចឹងចាប់ត្រឹមនេះហើយយើងនឹងមានរឿងបន្តទៀតហើយកុំភ្លេចជួយ like share ឲ្យ channel admin ម្នាក់មួយផងបងប្អូនហើយ subscribe បាទហើយ channel អត់ទាន់គ្រប់គោលការណ៍ទេបងប្អូនជួយ subscribe ម្នាក់មួយមកឆាប់គ្រប់ admin បានទទួលថវិកាខ្លះហើយសាច់រឿងយើងនឹងព្យាយាមកែលម្អបន្តទៀតបាទអញ្ចឹងអរគុណច្រើនជួបគ្នាសម្រាប់វីដេអូបន្តទៀតបាទ